ម្ដាយក៏សំខាន់បងប្អូនក៏សំខាន់ម្ដាយបងប្អូន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 បងប្អូនម្ដាយម្ដាយសាប់កំរិតនៅកន្លែងណានៅកន្លែងណាមានអីណាធ្វើបាបឯងមែនទេមែនហើយគេរត់បាត់ទៅហើយនៅខោបានខ្ញុំតាមគេអ្នកណាកំរិត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 អើយចាណាចេញកំរិតយើងថាចេញក៏មករាំងផ្លូវយើងថ្ងៃក្រោយឯងកុំឲ្យយើងជួបមុខឯងឲ្យសោះថាចេញកើតក្រែងយកមិញខ្ញុំផឹកស្រាហេតុអីបានជានៅកន្លែងនេះទៅវិញណនៅសុកហេតុក៏បាយហុងស៊ីគាន់ខ្ញុំមិនមែនជាមនុស្សទេវីវ៉សំណួរទី3មិនតាន់ធ្វើមនុស្សចង្រៃនេះគេមិនព្រមជួយខ្ញុំទេវីវ៉ហើយយាមទីប្រមាណទៅហើយបងហេយ៉ាអ្នកប្រុសជប់មិនអ្នកប្រុសស្វឹងខ្លាំងណាស់សំណាងបានអ្នកប្រុសគាត់គេជួយអ្នកប្រុសមកផ្ទះបងហួរមានអ្នកណាមករកខ្ញុំដែរទេអ្នកណាមនុស្សប្រុសមិនមែនទេមនុស្សស្រីមិនមែនទេមនុស្សប្រុសនឹងស្រីមនុស្សស្រីក៏ស្លៀកប្រុសមិនមែនទេមនុស្សប្រុសតែងខ្លួនជាស្រីអត់ឃើញទេមានរឿងអីចាំមិនទូកចិត្តចេញដំណើរហើយតាមផ្លូវប្រយ័ត្នប្រយែងខ្លួនណាម៉ែដឹងហើយក្តៅសោះត្រូវថែមអាវមួយជាន់មេតិចត្រូវដោះអាវចេញមួយជាន់ពេលយប់មេតិចត្រូវទៅ10ភួយថែមមួយជាន់ទៀតក្តៅស្អុះកុំយកភួយចេញប្រយ័ត្នផ្ដាសាយដល់ពេលនោះប្រកាសជាស្លាប់លោកស្រីហ្វាលោកស្រីទៅមែនអីលោកមកចាក់ហ្វាពិតឲ្យអ្នកស្រីទៅមែនអីកុំអីកុំឲ្យលោកស្រីអីឲ្យអ្នកស្រីទៅអីលោកមកចាក់ហ្វាកុំនិយាយថាខ្ញុំមកច្រើនឈឺឆ្អល់នឹងលោកឲ្យសោះលោកមិនចាំបាច់ធ្វើបែបនេះទេមែនហើយលោកស្រីនៅទីទៅអ្វីដែលខ្ញុំនិយាយឲ្យមិនកែប្រែទេបើសិនជាខ្លួនឯងមកធ្វើជាគំរូមិនប្រកាន់សច្ចធម៌ថ្ងៃក្រោយតើដឹកនាំអ្នកផ្សេងយ៉ាងម៉េចកើតប៉ាសៀនទៅលោកម្ចាស់ហ្វាងឈប់សិនអ្នកនាងគឺគាត់ជាអ្នកនាងរបស់ខ្ញុំឈ្មោះថាយិនយងឈុនយិនចានគឺជាលោកម្ចាស់ខ្ញុំមែនហើយនៅមានពី3នាក់ទៀតពួកគេជាមិត្តភក្តិរបស់អ្នកនាងខ្ញុំការពិតគឺកូនស្រីរបស់លោកម្ចាស់យិននៅហ្វាងចៅទេសុំជើញអង្គុយសុំជើញខ្ញុំមិនដឹងថាពួកអ្នកទាំងអស់គ្នាមករកខ្ញុំមានការអីទេលោកម្ចាស់ហ្វាងខ្ញុំមានការចង់ពឹងពាក់លោកគឺមិនខ្មិនតាន់ឃើញមកអ្នកនាងយៀនសួស្ដីមកតាន់ពេលល្អអ្នកនាងសរសេរទៅមិនមែនទេខ្ញុំយកទៅឲ្យពួកគេជួយសរសេរពីនេះមួយម៉ាត់សរសេរពីនោះមួយម៉ាត់អ្នកចេះអក្សរជ្រៃជ្រះមិនយល់ខុសត្រូវស្មានតែខ្លួនជាអ្នកពូកែធ្វើជាអ្នកថ្លៃថ្នូរមិនយល់អ្នកដតីមនុស្សអញ្ចឹងគឺមានច្រើនណាស់បានន័យថាបើចរិតជើងមិនល្អមិនចេះតែងកំណាប់ឲ្យបានល្អទេអ្នកដែលមានអត្តចរិតល្អត្រូវផុសចេញពីក្នុងចិត្តទឹកមុខចេញតាមពាក្យសម្ដីនិងតែងពាក្យអ្នកនាងសរសើរខ្ញុំពេកហើយខ្ញុំមិនមែនថាលោកទេខ្ញុំចង់ថាឲ្យអ្នកស្រីហើយគេគ្មានបានកាយទេតែខ្ញុំមិនតាន់អានចប់ទេណាសុំទោសអញ្ចឹងអានទៀតទៅយកស្រាធ្វើជាដាវចាយប្រាក់មិនចេះគិតបានន័យថាម៉េចទេបានសេចក្តីថាអ្នកស្រីហ្វាងជាមនុស្សត្រង់មានវិជ្ជាគុណពូកែចូលចិត្តជួយដល់អ្នកដទៃស្មារតីល្អមានចិត្តក្លាហានមែនហើយគឺគេស្មារតីល្អមានចិត្តក្លាហាននិយាយពីអ្នកណាអញ្ចេះម៉ែនោះគឺម៉ែផ្ញើអសរមីនេះបានន័យថាម៉េចអានថាហ្វុងអ៊ីវខ្ញុំដឹងហើយចាំខ្ញុំអានតទៅទៀតទន្លេតើជាងម៉េចថាម៉េចតើបាននេះថាម៉េចទៅខ្ញុំសរសេរច្រឡំហើយត្រ
ត្រូវដឹងថាអ្នកដែលមានភាពថ្លៃថ្នូរតើបអាចយកឈ្នះគេបានអ្នកបានន័យថាពួកខ្ញុំឃើញអ្នកស្រីហ្វាងមានចិត្តទូលំទូលាយពួកខ្ញុំជាមនុស្សកំពេចកំប៉ុកហេតុនេះឲ្យពួកខ្ញុំយកអ្នកស្រីហ្វាងធ្វើជាគំរូរៀនសូត្រតាមសម្ដីរបស់ពូននាងបានន័យថាអំបញ្ញមិញខ្ញុំបាននិយាយរួចហើយពាក្យចាស់ពោលថាកូនស្រីគ្មានទេពកោសល្យគឺចោលមកសៀតណាបើសិនជាមិនខំរៀនសូត្រធ្វើយ៉ាងណាអាចអានអក្សរនឹងតែងកំណាព្យបានអ្នកនិយាយត្រូវមែនម្យ៉ាងទៀតហាត់វិជាគុណដើម្បីសុខភាពមានអីមិនល្អទេនាងពិតជានិយាយត្រូវមែនប៉ុន្តែខ្លួនជាស្រីប្រុសនឹងស៊ីមិនអាចនៅចិត្តគ្នាបានមិនអាចទៅរៀនជាមួយគ្នាបានខ្ញុំដឹងថាអ្នកស្រីហ្វាងជាអក្សរមានវិជាគុណហេតុនេះខ្ញុំក៏បង្កើតសមាគមឡាស៊ីលសុកចិត្តចេញតម្លៃខ្ពស់ឲ្យអ្នកស្រីធ្វើជាអ្នកគ្រូរបស់ខ្ញុំថាម៉េចខ្ញុំហ្នឹងមែនពិតជាម៉ែហ្នឹងហើយឃើញទេនាងគ្រាន់តែសរសេរអក្សរ2 3តួប៉ុណ្ណឹងក៏សរសេរមិនកើតដែរហួសហេតុពេកហើយគួរតែមានមនុស្សម្នាក់បង្រៀនមែនទេពុកមែនហើយលោកម្ចាស់ហ្វាងឲ្យអ្នកស្រីនៅនឹងហើយបើសិនជាពូននាងចាប់អារម្មណ៍ចំពោះការរៀនអក្សរនឹងតែងកំណាព្យហើយថ្ងៃក្រោយខិតខំយកចិត្តទុកដាក់រៀនសូត្របើសិនជាខ្ញុំមិនយល់ព្រមនោះបានសេចក្តីថាខ្ញុំប្រឆាំងជាមួយដូនតាបានខ្ញុំយល់ព្រមអាចារ្យនាងមិនបានស៊ីអីពីថ្ងៃហ្នឹងមែនទេមិនមែនទេខ្ញុំមិនដែលបានហូបនំឆ្ងាញ់ដូចថ្ងៃនេះទេធម្មតាទេកូនអ្នកមានតែងតែអញ្ចឹងអាហារពេលព្រឹកគឺមានតើហឺគ្រឿងសមុទ្រជាវជូរសណ្តែកដីពងមិនអស័យសតមិនមែនទេព្រោះខ្ញុំមិនដែលងើពីព្រលឹមផងពិបាកដល់នាងពេកហើយអ្នកនាងងើពីក្រោយមិនរួចអ្នកនាងមិនដែលបានហូបទេខ្ញុំចេះហូបរួចចាំនិយាយគ្នាទៀតណែនាងមិនទាន់ឆ្លើយនឹងសំណួរទី3របស់ខ្ញុំទេហេតុទេបានជានាងព្រមជួយខ្ញុំគឺខ្ញុំចូលចិត្តឈឺឆ្អាលលោកកំចង់ដឹងកំរាមអីខ្ញុំមិនជាមនុស្សចង្អៀតចង្អល់នោះទេសំណួរទី3គឺជាអ្វីទៅឆ្លើយភ្លាមពេលនឹកឃើញចាំខ្ញុំនិយាយប្រាប់អញ្ចឹងក៏បានតាមចិត្តនាងទៅក៏ប៉ុន្តែខ្ញុំប្រាប់ឲ្យហើយណាពេលដែលខ្ញុំស្លាប់នាងប្រាប់ខ្ញុំប្រកាសជាស្ដាយក្រោយទុកចិត្តចាស់ខ្ញុំមិនលើកលែងលោកងាយងាយទេកុំលេងចឹងអីងាប់ទៅម្ដាយម្នាក់តាមម្ដាយម្នាក់មួយម្នាក់វាយមួយម្នាក់មួយទៀតទៅមួយទៀតទៅមួយទៀតទៅអ្នកនាងថ្ងៃនេះសប្បាយចិត្តណាស់មែនទេមើលប្រហែលជាសប្បាយព្រោះតែហ្វាំងសឺអ៊ីហើយនិយាយផ្ដេសផ្ដាស់ថ្ងៃនេះខ្ញុំបានធ្វើរឿងល្អមួយជួយហ្វាំងសឺអ៊ីនិងម្ដាយគេបានឲ្យជួបជុំគ្នាវិញទៅខ្ញុំសប្បាយចិត្តយ៉ាងនេះហើយមិនស្មានតែចិត្តល្អជួយអ្នកដតីពិតជាសប្បាយយ៉ាងនេះសោះថ្ងៃក្រោយអ្នកនាងឈឺឆ្អើរឿងអ្នកដតីឲ្យបានច្រើនមែនហើយអ្នកនាងមើលណាណែអ្នកនាងណែអ្នកនាងខ្ញុំណែលោកយ៉ាងម៉េចហ្នឹងខ្ញុំចាំអ្នកនាងយូរហើយចាំខ្ញុំកាលពីថ្ងៃមុនខ្ញុំមានសំណាងល្អបានអ្នកនាងទុកឆាត់ឲ្យខ្ញុំហេតុនេះហើយខ្ញុំចាំអ្នកនាងទីនេះរាល់ថ្ងៃខ្ញុំសង្ឃឹមថាបានជួបអ្នកនាងវិញលោកមកចាំខ្ញុំនៅទីនេះរាល់ថ្ងៃហ៎មែនខ្ញុំសុំទោសខ្ញុំធ្វើឆារបស់នាងខូចខ្ញុំបកលនាងវិញហើយយ៉ាខូចអត់ទៅហើយមិនមែនខ្ញុំធ្វើឲ្យខូចទេគឺអាចចង្រៃនោះបើសិនជាខ្ញុំបានជួបគេទៀតខ្ញុំនឹងបាយគេឲ្យខ្ទេចដូចជាឆាន់យ៉ាងចឹងខ្ញុំនឹងប្រឡោះស្បែករបស់គេខ្ញុំនឹងហាយសាច់របស់គេហាយឲ្យទៅជាចម្រៀកអ្នកនាងទៅវិញហើយមែនហើយខ្ញុំទៅវិញហើយអ្នកនាងអំបញ្ញមិញអ្នកនាងមកពីខាងនោះហេតុនេះអ្នកនាងគួរតែទៅខាងនោះវិញមែនហើយត្រូវដែរទៅផ្លូវខាងនោះលាសិនហើយអ្នកនាងប្រយ័ត្នអ្នកនាងលោកមិនអីទេហ៎ខ្ញុំមិនអីទេដៃលោកត្រូវរបួសហើយលោកមិនទេគ្រាន់តែប៉ុណ្ណឹងគ្មានបញ្ហាទេលោកក៏ជាមនុស្សខ្ញុំក៏ជាមនុស្សពួកយើងគឺជាមនុស្សដូចគ្នាស្លាប់ហើយថ្ងៃក្រោយត្រូវប្រយ័ត្នប្រយែងផងខ្ញុំលាហើយ
ฮ้ยปู่ไอ้เนี่ยជ្រុលពេកហើយសុំទូខ្វាក់ភ្នែកទេបុកមនុស្សទាំងរស់ សុំទូ នោះបានកូនណាសងម៉ែខ្ញុំអ្នកនាងមិនអីទេហួយត្រឡប់មែនបើសិនជាអ្នកនាងមានរឿងអីកើតឡើងខ្ញុំប្រាប់លោកម្ចាស់ថាម៉េចទៅអ្នករុញរទេះលោកចាំជាគ្មានដឹងអីមែនចេះតែរុញបុកមនុស្សទាំងរស់ល្ងីល្ងើគ្មានដឹងអីទេអ្នកនាងអាល្ងើនោះគេមិនតង់ទៅណាទេតាមមើលគេច្បាស់ជាស្រឡាញ់អ្នកនាងហើយមើលទៅឯងកុំនិយាយអញ្ចឹងសកនបើសិនជាមិនចង់ឲ្យគេដឹងលុះត្រាតែខ្លួនឯងកុំប្រព្រឹត្តរវើរវាយព្រលឹងមនុស្សជាប់ខ្លួនមិននិយាយស្ដីច្បាស់ជាមានរឿងអីហើយណែឯងជួបប្រទះរឿងអីឆាប់ប្រាប់ខ្ញុំមកណែប្រាប់ខ្ញុំមកខ្ញុំជួយដោះស្រាយឯងណាឯងចង់និយាយពីរឿងអីខ្ញុំចង់និយាយពីរឿងអីគ្រាន់តែឃើញខ្ញុំដឹងមកទៅហើយឯងពិតជាដឹងមែនទេប្រកាសជាដឹងនិយាយពីវិជាគុណឯងពូកែជាងខ្ញុំនិយាយពីចរិតរបស់ឯងវិញគឺខ្ញុំល្អជាងឯងក៏ប៉ុន្តែបាននិយាយពីស្នេហារវាងប្រុសហើយនិងស្រីនោះខ្ញុំពូកែជាងឯងទៅទៀតអូវៃឈិនខ្ញុំពិតជាមនុស្សស្មានថាឯងចេះខាងនឹងសោះកុំនិយាយពីរឿងផ្សេងនិយាយពីពួកយើងវិញពេលនេះហាក់ដូចជាកូនជាងមកវិញផ្លូវយ៉ាងចឹងចាំខ្ញុំបង្ហាញផ្លូវឯងដើរណែចរិតរបស់ស្រីនេះយ៉ាងម៉េចដែរគេល្អគេពិតជាល្អណាស់ល្អមែនណាពេលឯងស្គាល់គេឯងច្បាស់ជាថាគេល្អគេឈ្មោះឯងដែរទៅខ្ញុំមិនដឹងទេចុះផ្ទះរបស់គេខ្ញុំក៏មិនដឹងដែរហើយស្អីក៏មិនដឹងដែរធ្វើយ៉ាងមិនស្គាល់គ្នាបានទៅរឿងនេះខ្ញុំចាំមានថ្ងៃមួយនោះភ្លៀងកំពុងតែធ្លាក់ខ្លាំងណាស់មានស្រីម្នាក់គេដើរមកហើយគេកាន់ឆ័ត្រមួយហើយយកមកឲ្យខ្ញុំឯងក៏ទទួលឆ័ត្រពីគេរួចហើយឯងក៏ទៅចាំគេឯងចាំគេជារៀងរាល់ថ្ងៃទេវតាមិនឲ្យឯងខកបំណងទេថ្ងៃក្រោយឯងក៏បានជួបគេមិនខុសទេពិតជាអញ្ចឹងមែនគឺខ្ញុំចាំគេរាល់ថ្ងៃឯងធ្វើរួចហើយតាចង់ធ្វើម្ដងទៀតទេក្រែឲ្យខ្ញុំប្រាប់ឯងខ្ញុំនិយាយមិនទាន់ចប់ទេណាឯងធ្វើតាមខ្ញុំទៅថ្ងៃក្រោយបើសិនជាបានជួបគេទៀតសួរឈ្មោះរបស់គេរួចហើយឯងត្រូវកត់ទុកមិនគេចាំឯងកត់ហើយខ្ញុំខ្លាចឯងភ្លេចហ្នឹងណាវៃឈិនណាធ្វើត្បិតតែខ្ញុំរៀនបានតិចមែនក៏ប៉ុន្តែខួរក្បាលរបស់ខ្ញុំមិនអន់ទេគ្រាន់តែឈ្មោះមនុស្សខ្ញុំអាចចាំបានហើយពិបាកថាដែរថ្ងៃនេះគេឲ្យឯងខ្ចីឆាត់គេប្រើឯងនិយាយថាគេល្អណាស់ដល់ថ្ងៃទី2មានស្រីម្នាក់ទៀតឲ្យស្គាល់ក្របឯងប្រកាសជានិយាយថាគេល្អណាស់គេពិតជាល្អអស្ចារ្យដល់ហើយថ្ងៃក្រោយបើសិនជាមានស្រីផ្សេងឲ្យជែកឯងហូបឯងប្រកាសជានិយាយថាល្អឯងនិយាយល្អមិនដឹងថាអ្នកណាជាអ្នកល្អទេល្អនេះគឺមានតែម្នាក់ទេតើស្នេហានៅក្នុងโลกនេះជាអ្វីទៅណោះស៊ីកអានស៊ីមកខ្ញុំជួយឲ្យចែងយកមិញដេកលក់ស្រួលទេលក់ស្រួលណាស់ភួយស្រួលទេគាត់ណាអាយយ៉ាងម៉េចទៅហើយកុំថាមិនអីអញ្ចឹងឥឡូវនេះខ្ញុំដាំថ្នាំយកមកឲ្យឯងផឹកទៅក្រែលុបព្យាបាលរបស់ឯងជាសះស្បើយណាផឹកទៅផឹកឲ្យច្រើនទៅក្បាលឯងណារឿងនេះបាននិយាយទៅវិញឆ្ងាយណាស់កុំផ្សព្វផ្សាយចេញទៅខាងក្រៅអីខ្មាស់គេផឹកទៅឯងមិនដែលល្អនឹងខ្ញុំអញ្ចឹងទេការប្រយុទ្ធមិនមានមនុស្សលួចវាយគេហើយនេះហើយបានយកខ្ញុំយកមកឲ្យគេផឹកទៅឆាតល្អទៅបន្តិចទៀតនេះខ្ញុំទៅលាងចានរួចហើយទៅដាំបាយខ្ញុំទៅជាមួយឯងមិនចាំម៉េចទេឯងមានរបួសអញ្ចឹងចាំខ្ញុំទៅធ្វើម្ហូបឆ្ងាញ់យកមកឲ្យឯងហូបណាកុំអារម្មណ៍អីអរគុណចាំតិចអូផឹកអស់យកចាំទៅវិញទៅទិញម្ហូបស៊ីចាំខ្ញុំទៅជួយឯងមកហូបជាងហើយមកដល់ហើយជើឆ្ងាញ់មើលទៅអស្ចារ្យចង់ធ្វើស្អីចំណែកនេះសម្រាប់ឯងចំណែកនេះសម្រាប់ស៊ីគាន់ចាយឲ្យច្បាស់លាស់គឺខ្ញុំត្រូវច្រឡំទេដឹងឯងដួសបាយគេមួយចានធំចំណែកខ្ញុំហូបបបរគេមានម្ហូប3មុខហើយចំណែកខ្ញុំមានតែជួលរបស់គេធំជាងឯងគេត្រូវហូបច្រើនជាងឯងតូចតាចហូបតូចតាចបានហើយឯងហូបទៅអរគុណហូបទៅបានហើយទៅឯងកុំគិតច្រើនពេកមិនបានចាយមកខ្ញុំឈរបានហើយខ្ញុំទៅរៀបចំផ្លែឈើរួចហើយអ្នកទាំងអស់គ្នាហូបបានហើយទៅហូបផ្លែឈើបើអញ្ចឹងខ្ញុំហូបហើយណាបាទសួស្តីអ្នកទាំងអស់គ្នាអរុនសួស្តីអ្នកគ្រូអ្នកគ្រូសំចេញអង្គុយអ្នកគ្រូចេញអង្គុយចាំមកចេញអង្គុយចេញ
អ្នកទាំងអស់គ្នាអង្គុយចុះទៅថ្ងៃនេះជាថ្ងៃដំបូងខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាអ្នកគ្រូពួកខ្ញុំចង់ចែកវិជ្ជាគុណមែនហើយពួកខ្ញុំចង់ហាត់វិជ្ជាគុណវិជ្ជាគុណចាកុំប្រយ័ត្នពេកថ្ងៃក្រោយចាំខ្ញុំបង្រៀនអង្គុយចុះមកមេរៀនដែលខ្ញុំចង់បង្រៀនថ្ងៃនេះគឺមេរៀនអ្វីហៅថាស្រីគោរពប្រពៃណីមនុស្សស្រីយើងគឺតាំងពីមុខមាត់ពាក្យសម្ដីអត្តចរិតហើយនឹងការងារគឺមិនត្រូវឲ្យខ្វះមួយណាទេជាដំបូងអ្វីដែលខ្ញុំត្រូវបង្រៀននោះគឺហៅថាមុខមាត់ស្រីខ្ញុំដឹងហើយគឺតែងខ្លួនឲ្យស្អាតស្លៀកពាក់ឲ្យស្អាតខុសហើយផ្ទុយទៅវិញពួកឯងមិនចាំបាច់ធ្វើខ្លួនឲ្យស្អាតទេមុខមាត់អាក្រក់ប៉ុណ្ណាឲ្យវាអាក្រក់ប៉ុណ្ណឹងចាស់យកល្អតែងខ្លួនឲ្យមនុស្សមិនដូចមនុស្សខ្មោចមិនដូចខ្មោចវាកាន់តែល្អហេតុអីទៅធ្វើបែបនេះថ្ងៃក្រោយប្តីពួកឯងអាចទុកចិត្តបានទោះជាស្អាតប៉ុណ្ណាក៏ដោយគឺមិនអាចទៅរកប្រុសឯណាផ្សេងទៀតបានទេហេទោះជាលួចទៅក៏ដោយក៏គេមិនជឿដែរមែនហើយឆ្លាតមិនបានទេបើឲ្យពួកខ្ញុំតែងខ្លួនធ្វើមុខមាត់អាក្រក់ប្រុសឃើញគេច្បាស់ជាខ្ពើមទៅរកស្បាយឯណាបានទៅដូច្នេះហើយទើបយើងបង្រៀនពួកឯងឲ្យចេះអ្វីហៅថាពាក្យសម្ដីស្រីពាក្យសម្ដីស្រីត្រូវនិយាយថាគឺអញ្ចេះណាពួកឯងទៅដើរចិត្តប្តីពួកឯងប្រាប់ពួកគេថាកុំទៅរកការសប្បាយនៅខាងក្រៅធ្វើបែបនេះមិនកើតទេឯងប្រាប់ប្តីឯងថាកុំសប្បាយនៅខាងក្រៅត្រូវស្មោះនឹងប្រពន្ធស្ដាប់បានទេហើយឯងនេះត្រូវប្រាប់ប្តីពួកឯងថាកុំទៅរកស្រីនៅខាងក្រៅសំខាន់គឺរកប្រាក់ឲ្យបានច្រើនយកមកទុកក្នុងផ្ទះឲ្យប្រពន្ធចាយវាយជឿខ្ញុំចង់ជើងមនុស្សប្រុសមិនពិបាកទេពួកឯងត្រូវប្រយ័ត្នពាក្យចរិតពួកឯងឥឡូវនេះខ្ញុំបញ្យល់ពួកឯងអ្វីហៅថាហ្វូទ័រគឺហ្វាំងតើមែនទេណែអង្គុយចុះអ្វីហៅថាហ្វូទ័រទៅឧទាហរណ៍ដូចជាផឹកស្រាស្រាមានកំណត់កំណត់ឲ្យផឹកច្រើនឬក៏ផឹកតិចទោះជាពួកឯងពូកែផឹកយ៉ាងណាក៏ដោយក៏មានពេលស្វឹងដូចគ្នាដែរនៅពេលនោះគឺជាពេលពិសោធន៍អត្តចរិតពួកឯងហើយបើសិនជាស្វឹងមែនធ្វើយ៉ាងណាត្រូវធ្វើអារម្មណ៍យើងនេះឲ្យបាននឹងណោកុំត្រេតទៅត្រេតមកកុំស្រែកលលេលលោត្រូវរក្សាភាពដើមធ្វើយ៉ាងណាកុំឲ្យខ្មាស់គេអ្នកគ្រូពួកយើងនាំគ្នាដល់ពិសោធន៍សាកមើលតែមែនហើយល្អណាយកបល់ល្អហាក់រ៉ាអ្នកគ្រូត្រេតទៅត្រេតមកមែនហើយរងៀនអាណាភួយខ្ញុំភួយរបស់ខ្ញុំណាគឺខ្ញុំស្អីអាចចង់ធ្វើស្អីហ្នឹងមួយថ្ងៃគឺ3ពេល10ថ្ងៃគឺ30ពេលបោកខោអាវ3ធុងធំប៉ះខោអាវ4សម្រាប់ដេកស្បែកជើង5គូលាងធុងសេះ6ដងអញ្ជើញភ្ញៀវអស់7ដងមិនចាំឲ្យរៀបរាប់ទេខ្ញុំដឹងថាឯងចង់សួរខ្ញុំថាហេតុអីបានជាខ្ញុំធ្វើជាអ្នកបម្រើរបស់ស៊ីគាន់ដូចជាចង់ភើយ៉ាងម៉េចទេមែនហើយតាហេតុអីទៅស្អីឯងមានរឿងនិយាយចេញមកពួកយើងជាបងប្អូនគ្នាណាបើសារតែបងប្អូននេះហើយទើបម្ដាយរបស់ខ្ញុំមានកូនតែខ្ញុំម្នាក់គត់ធ្វើខ្ញុំឯកោត្រូវពួកគេធ្វើបាបគ្រប់ពេលវេលាទាំងអស់ខ្ញុំមានការឈឺចាប់ណា
ឯនឹងឯងគេធ្វើបាននោះហើយចេញរហូតដល់ខ្ញុំស្គាល់ពួកឯងទៅខ្ញុំដឹងថានៅលើលោកនេះពិតជាធំទលាណាហ្វាងស៊ឺអ៊ីខ្ញុំមិនអាចកោតទៀតទេខ្ញុំមានមិត្តភ័ក្តិបន្លាននៅខាងមុខរបស់ខ្ញុំលែងខ្លាចទៀតហើយមានឯងនៅជាមួយខ្ញុំមិនខ្លាចអ្នកណាធ្វើបាបខ្ញុំទៀតទេមិនខ្លាចអ្នកណាមើលងាយខ្ញុំទៀតទេចំពោះខ្ញុំគឺគ្មានពេលយប់គឺមានតែពេលថ្ងៃគឺឯងនឹងហើយខ្ញុំពិតជាមានការរំភើបណាស់ពួកអញ្ចឹងអីឈប់យំទៅឆ្លាតស្អីចាប់ពីថ្ងៃនេះតទៅយើងជាបងប្អូនធននឹងគ្នាអស់មួយមែនហើយមិនមែនទេគឺជាបងប្អូនដ៏ល្អគ្រប់ជាតិមែនប្រចាំធ្វើជាសាស័យខ្ញុំហងស៊ឺគាត់នឹងហ្វាងស៊ឺអ៊ីរាប់អានគ្នាជាបងប្អូនធនចាប់ពីថ្ងៃនេះតទៅរួមចិត្តជាមួយស្លាប់រស់ជាមួយគ្នាប្រចាំធ្វើជាសាស័យខ្ញុំអូវៃឈៀងសូមរាប់អានហ្វាងស៊ឺអ៊ីជាបងប្អូនធនចាប់ពីថ្ងៃនេះតទៅទោះជាជួបឧបសគ្គអ្វីក៏មិនរុញរាដែរអ្នកណាហ៊ានក្បត់ពាក្យសន្យាសូមឲ្យគេស្លាប់យ៉ាងវេទនាបំផុតវីវ៉យលេងជ្រុលដំណើរឲ្យខ្ញុំស៊ឺចាហើយយ៉យអ្នកនាងឲ្យលឿនឡើងពួកយើងណាត់ជាមួយគេផឹកស្រាមិនត្រូវយឺតពេកទេអ្នកនាងអូមិនមែនទេអ្នកប្រុសមានគិតថាពួកយើងស្លៀកពាក់បែបនេះចៃដន្យជួបនៅអន្តកលហុងនោះធ្វើមិនទៅគេធ្លាប់និយាយថាកាត់ពួកយើងជាកង់មិនចៃដន្យដល់ម្លឹងទេមែនណាអ្នកនាងកុំដើរលឿនពេកខ្ញុំតាមមិនតាន់ទេលោកគ្រូឆ្នាំងរបស់ខ្ញុំធ្លាយសូមមេត្តាជួយប៉ាខ្ញុំផងដើរលឿនមើលយោយសំតោកាប់គឺឯទៀតហើយហ៎កម្រិតអ្នកនាងឯងណែយោយចង្រៃយោគួរឲ្យក្តៅចិត្តណាស់ផ្ដេសមែនហើយអាចចង្រៃហុងស៊ឺគាត់នោះជ្រុលពេកហើយគេមិនត្រឹមតែជាមនុស្សខូចទេជាមនុស្សអាក្រក់ទៀតផងអ្នកនាងខំល្អជាមួយគេបែរជាយកគុណសងទោសបើដឹងចឹងហៅហ្វាងស៊ឺអ៊ីទៅបដៅគេម្ដងអ្នកនាងយល់ល្អចេះទៅពួកយើងទៅរកហ្វាងស៊ឺអ៊ីរកមធ្យោបាយដេញគេចេញពីសាលាឈីងហួរសងសឹករឿងថ្ងៃនេះធ្វើអញ្ចឹងមិនល្អទេដឹងមានអីមិនល្អមនុស្សដូចគេនេះការពិតល្ងងណាស់មិនសមធ្វើជាអ្នករៀនសូត្រទេអ្នកនាងឆានអ្នកប្រើលែងកើតហើយឲ្យខ្ញុំយកទៅបោះចោលទៅកុំអីអ្នកនាងខ្លួនមួយចង់ជិះទូកពីហ៎អ្នកនាងមានហ្វាងស៊ឺអ៊ីហើយប្រយ័ត្នជាងតែកំភ្លៀងឯងណាឯងកុំស្មាតប្រេះផ្ដាស់បាយមិញនេះឯងថាគេគឺជាមនុស្សល្ងងបើខ្ញុំទៅរករឿងមនុស្សល្ងងខ្ញុំមិនខ្លាចទៅជាមនុស្សល្ងងទៅហើយទេហ៎លើកលែងគេម្ដងចាស់ថ្ងៃក្រោយក៏រំលឹកពីរឿងនេះទៀតក្រែងឲ្យថាគ្មានញៀនមកទេមិនបានជាធ្វើមុខដូចជាមានមនុស្សស្លាប់អញ្ចឹងស៊ឺអ៊ីខ្ញុំចង់ឈប់រៀនហើយឈប់រៀនណាឯងមានកន្លែងណារៀនក៏រៀនទៅស្នាក់នៅកន្លែងនេះក៏បានដែរឬមួយថាឯងចង់ទៅវិហារសាលីងមិនមែនទេគឺខ្ញុំចង់រៀបការមិនបានចង់រៀបការអញ្ចឹងមិនមែនខ្ញុំគិតពេកប្រាទេឯងនេះចាំបានទេថ្ងៃដែលមានរឿងកើតឡើងនៅក្នុងសមាគមឈិញហួននោះអត្តកោយាននោះគឺជាស្រីទេខ្ញុំដឹងតាំងពីយូរមកហើយគេឈ្មោះយិនយ៉ងឈុនចូលចិត្តតែខ្លួនជាស្រីណាស់ដើរគ្រប់ទីកន្លែងខ្ញុំធ្លាប់យកជាមួយនឹងគេនៅសាលាថងធានខ្ញុំប្រើកញ្ញាំខ្លាចចាប់ខ្លួនរបស់គេជាប់បង្ហាញការពិតភ្លាមយ៉ាងមិនទៀតបញ្ចេញធាតុដើមរបស់គេឯងធ្លាប់ឃើញដែរហ៎ឯងមិនដែរឃើញទេខ្ញុំពិតមែនហើយការពីព្រឹកមិញនេះខ្ញុំបានជួបគេនៅផ្សារខ្ញុំមិនប្រយ័ត្នក៏ប្រើកញ្ញាំខ្លាឲ្យទាញអាវរបស់គេធ្វើឲ្យអាវរបស់គេរហែកអស់អីមកចៃសើចរឿងថាសាយបញ្ចេញមិនគេចៃដន់ឯសយមែនតែនកុំមកសើចអីឯងយល់ថាខ្ញុំទៅទទួលខុសត្រូវទេទទួលខុសត្រូវស្អីទៅគេគឺជាស្រីកមុំខ្ញុំមកឃើញកន្លែងសំខាន់របស់គេខ្ញុំគួរតែទទួលខុសត្រូវខ្ញុំក៏ជាកូនប្រុសបរិសុទ្ធដែរខ្ញុំមិនចូលចិត្តគេទេឲ្យខ្ញុំទទួលខុសត្រូវស្អីទៅខ្ញុំមិនទទួលខុសត្រូវទេរឿងនេះមានអីតាក់ទងជាមួយចូលចិត្តឬមិនចូលចិត្តនោះស្រីកូនប្រុសដើមទ្រូង5ហាត់ដាច់ខានមិនត្រូវរុញរៀងភារកិច្ចនោះទេនេះមិនមែនហៅថាទទួលខុសត្រូវទេគេហៅថានាំទុកដល់ខ្លួនឯង
ឯងប្រើក្រញាំខ្លាធ្វើឲ្យរបស់គេរហែកឯងមើលឃើញកន្លែងសំខាន់របស់គេបើឯងចង់ទទួលខុសត្រូវឯងមានចំណែកពាក់កណ្ដាលម្នាក់ដែរខ្ញុំក៏ចង់ដែរណាឯងឈួតទេអ្នកនាងយើងរៀបការជាមួយប្រុសពីរនាក់ក្នុងពេលតែមួយយ៉ាងម៉េចខ្ញុំសំបល់លោកម្ចាស់ហងអភ័យទោសខ្ញុំផងគាត់មានកូនប្រុសដូចជាខ្ញុំនេះយ៉ាប់ណាស់ទៅហើយថែមទាំងយងឈានម្នាក់ទៀតពិតជាវេទនាខ្លាចជាការពិតអញ្ចឹងចាំខ្ញុំទៅរបស់ពុកហើយអាចទៅរួចទេខ្ញុំខ្លាចទៅរួចនឹងហើយដល់ពេលនោះខួរក្បាលពុកខ្ញុំខួរក្បាលរបស់ឯងដូចជាពុំតែមួយបើអញ្ចឹងអាចទៅអង្វរអ្នកនាងឈុនសិនតាចិត្តអាចទៅសួរគេទៅបើយល់ព្រមចាំគិតទៀតណាប្រញាប់ទៅណាខ្ញុំមិនទាន់និយាយចប់ទេតាមការពិតអ្នកនាងយ៉ងជាមនុស្សល្អណាស់រូបរាងក៏ស្អាតចិត្តរបស់នាងក៏ល្អដែរគឺយកឆាត់យកមកខ្ញុំបើខ្ញុំមិនច្បាស់ជាយល់ព្រមអ្នកនាងមានរឿងធំហើយឆាប់ក្រោកឡើងមកឆាប់មានរឿងអីមានមនុស្សគេមកទៅដឹងអ្នកនាងណាអ្នកណាគឺអាចចង្រៃនោះណាហងសិកនលោកម្ចាស់ឯណាអ្នកនាងឯងអ្នកនាងថាដាច់ខាតមិនយល់ព្រមទេឲ្យគេទៅផ្ទះវិញទៅកុំឲ្យគេនៅទៀតឥឡូវតែលឺច្បាស់ហើយនៅឯងឆាប់ត្រឡប់ទៅវិញចុះមិនមែនអញ្ចឹងទេខ្ញុំហងស៊ឺគាត់មកដល់សត្វចិត្តសុំលោកម្ចាស់ឲ្យអ្នកនាងយានចេញមកជួបខ្ញុំបានទេខ្ញុំទៅតែនិយាយជាមួយនាងឲ្យបានច្បាស់បើអញ្ចឹងណែមនុស្សឯងមុខក្រាស់មែនអ្នកនាងយើងឯងទៅវិញហើយនៅធ្វើអីទៀតឆាប់ចេញពីទីនេះភ្លាមទៅបងស៊ីលីសូមកុំយល់ច្រឡំអីខ្ញុំមិនមែនមុខក្រាស់មិនត្រឡប់ទៅវិញនោះទេបើសិនជាខ្ញុំមិនបានជួបជាមួយអ្នកនាងហើយខ្ញុំមិនបាននិយាយដោយផ្ទាល់មាត់នោះខ្ញុំយល់ថាខ្ញុំពិតជាមិនសុខចិត្តឯងនេះចង់ជួបជាមួយខ្ញុំមែនទេយកជូនបានខ្ញុំចង់ដឹងថាលោកចង់និយាយពីអីអ្នកនាងយិនយងឈុនណាការពិតមានរឿងអីទៅពុកមិនបាច់ខ្វល់ទេពុកឆាប់ទៅមើលហាងទៅហើយឆាប់ទៅមកអើយបានឥឡូវពុកទៅហាងហើយកូនត្រូវចាំឲ្យច្បាស់ណានិយាយជាមួយគេដាច់ស្រេចមិនចាំបាច់ខ្លាចចិត្តគេទេដើម្បីកុំឲ្យគេថាខ្ញុំដឹងហើយពុកឆាប់ទៅពុកទៅមានកាយឆាំនិយាយទៅអ្នកនាងយិនកាលពីថ្ងៃមុនខ្ញុំជួលទៅលើអ្នកនាងថ្ងៃនេះខ្ញុំមកសុំទោសឯងមកសុំទោសពីរឿងឲ្យឆាប់និយាយមកអបាញ់មិញឯងបានធ្វើសេចលើកូនស្រីរបស់ខ្ញុំខ្លះឆាប់និយាយភ្លាមលោកម្ចាស់យិនការពិតរឿងរ៉ាវដែលកើតឡើងគឺអញ្ចឹងឆាប់មកអើយជាមួយពុកមានរឿងអីដែលនិយាយមិនកើតនោះពុកខ្ញុំប្រាប់ពុករួចហើយថាខ្ញុំចេះដោះស្រាយហើយណាពុកឆាប់ទៅពុកមិនដឹងថាកូនកំពុងតែធ្វើស្អីទេនេះទៅបានពុកទៅតែត្រូវដោះស្រាយជាមួយគេឲ្យច្បាស់កុំលិះសើចច្រើនពេកពុកឆាប់ទៅហើយកុំត្រឡប់មកវិញណាហើយលោកឯងនេះរឿងម្សិលមិនឈប់រំលែកឆាប់ចេញពីទីនេះទៅធ្វើយ៉ាងនេះមិនកើតទេអ្នកនាងយិនហងស៊ឺកនខ្ញុំធ្វើត្បិតតែជាអ្នកក្រីក្ររៀនសូត្របានតិចមែនក៏ប៉ុន្តែខ្ញុំដឹងថាអ្វីគឺខុសអ្វីគឺត្រូវអ្វីគួរធ្វើនិងអ្វីដែលមិនគួរធ្វើវាហាក់ដូចជារឿងដែលបានកើតឡើងនៅតាមផ្សារកាលពីថ្ងៃមុនយ៉ាងអញ្ចឹងខ្ញុំបានហាច់អាវរបស់នាងខ្ញុំបានប៉ះពាល់ខ្លួនប៉ារបស់នាងខ្ញុំធ្វើនាងខុសកេរ្តិ៍ឈ្មោះកូនប្រុសដើមទ្រូង5ហាត់ដាច់ខាតត្រូវតែទទួលខុសត្រូវថ្ងៃនេះខ្ញុំមកស្ដីដណ្ដឹងនាងសង្ឃឹមថានាងមិនបដិសេធប្រកាសជាយល់ព្រមនឹងខ្ញុំសម្ដីនេះតែជាការពិតទេមែនខ្ញុំនិយាយគឺជាការពិតបើមិនចឹងខ្ញុំក៏មិនមកដែរឯងនិយាយបានពីរោះមែនថ្ងៃក្រោយបានអីចិញ្ចឹមអ្នកនាងខ្ញុំគ្មានមែនក៏ប៉ុន្តែគ្រួសារហ្វាំងមានហ្វាំងសើអីពិតមែនហើយអ្វីត្បិតថាចរិតរបស់គេកូនក្មេងរពើបន្តិចមែនតែខ្ញុំជឿថាពេលគេរៀបការហើយគេសំជាកូនប្រុសណាគេមិនធ្វើឲ្យនាងអស់សង្ឃឹមទេសំនាងក៏បារម្ភឲ្យសោះការប៉ិតលោកមកជួយនិយាយហ្វាំងសើអីទេមិនបាញ់នេះក្រែងលោកនិយាយថាលោកព្រមទទួលខុសត្រូវពិតមែនក៏ប៉ុន្តែសើអីគេនិយាយថាពេលប្រកួតវិជាគុណនៅសាលាថងធាននោះគេធ្លាប់ប្រាស់កញ្ញាំខ្លាគេធ្វើឲ្យរបស់នាងរហែកមុនបើនិយាយពីការទទួលខុសត្រូវវិញនោះខ្ញុំយល់ថា
កុំនិយាយច្រើនតែល្ងងឆាប់ចាញ់ពីទីនេះទៅចាញ់ទៅ អ្នកនាងអ្នកនាង ចំណាំឯងលើទេអ្នកនាងយកឯងចេញពីទីនេះឬមួយចោលយើងយកអំបោះដេញឯងចេញពីទីនេះ សុំទោសសុំទោសសុំទោស គឺហ្វាសៀតហើយ គឺមានតែប៉ុណ្្នឹងទេអូ ហ្វាស្អី ណាឡូឡាស្អីហ្នឹងហើយអ្នកនាងឡូឡាស្អីអ្នកប្រុសរបស់ខ្ញុំណែអ្នកណាឡូហ្វាស្អីអូការពិតគឺនាងទេយ៉ាងម៉េចទៅហើយមានរឿងអី ហ្វាស្អីឯងធ្វើបានល្អណាស់ ធ្វើបានល្អខ្ញុំធ្វើរឿងអីល្អទៅនិយាយមើល នៅធ្វើពើទៀតហ៎ អ្នកនាងយិនស្អីប៉ះពាល់ដល់នាងទៀតហើយបានជានៅខឹងយ៉ាងនេះអូមានអីទេបញ្ហាតែងទួចអ្នកនាងតែនិយាយគ្នាខាងក្នុងល្អជាងទៅបាននេះចាំនិយាយទៅការពិតមានរឿងអីកើតឡើងហេតុអីក៏ឲ្យហុងស៊ឺកុនតែតដឹងខ្ញុំ ដល់លៀង តែហ៊ានសើចទៀតហ៎ ខ្ញុំមិនបានឲ្យគេធ្វើអញ្ចឹងទេ មិនសារភាពទេហ៎បើលោកមិនឲ្យគេទៅមិនគេហ៊ានទៅ និយាយតែមកបានហើយកុំប្រាប់ដៃ បាននិយាយទៅ ខ្ញុំមិនបានឲ្យគេទៅដណ្ដឹងនេះឲ្យខ្ញុំទេ បើមិនមែនគេទៅធ្វើអី ខ្ញុំយល់ហើយកាលពីម្សិលមិញស៊ឺគាត់ប្រាប់ខ្ញុំថាគេគ្មានចេតនាឯកអារបស់នេះនៅផ្សារទេខ្ញុំថាឯងហាអារបស់គេគាត់និយាយថាមិនក៏ឯងនិយាយអញ្ចឹងខ្ញុំប្រាប់គេថាខ្ញុំធ្លាប់ហែកអារបស់នេះនៅសាលាថងទៀនគេថាបានអញ្ចឹងឯងជាអ្នកហែកអាគេមុនឯងទទួលខុសត្រូវខ្ញុំសួរថាទទួលខុសត្រូវស្អីគេក៏ថាឯងត្រូវតែរៀបការខ្ញុំថាយល់ច្រឡំទេដឹងយល់ច្រឡំទេដឹងយល់ច្រឡំទេដឹងតាមការពិតខ្ញុំនិយាយលេងជាមួយគេសោះតែមិននឹកស្មានថាអាល្ងើនោះគេត្រូវនាងមែន មានតែប៉ុណ្្នឹងទេ មានតែប៉ុណ្្នឹងទេបើនេះមិនជឿទេខ្ញុំសុំអត់ជូននេះក៏បានដែរនេះយកព្រមជាមួយគេហើយឬ ខ្ញុំមិនបានយល់ព្រមទេ គ្រាន់បើកុំឲ្យខ្ញុំធ្វើអត្តឃាតទៅហើយ ហ្វាស្អីលោកកំតាន់អាចបានចាត់ខ្ញុំមិនរៀបការជាមួយលោកទេ នេះក៏មិនរំអីខ្ញុំក៏មិនរៀបការជាមួយនាងដែរ អ្នកណារៀបការជាមួយអ្នកណាការពិតអ្នកណាចង់រៀបការជាមួយអ្នកណាអូឬមួយ ហូវ៉ាកុំយល់ច្រឡំប្រេះប្រាអស កុំយល់ច្រឡំអីគ្មានទេ មានទេ សូមបីពាក្យសម្ដីក៏និយាយព្រមគ្នាដែរយល់ច្រឡំយ៉ាងម៉េចកើតទៅឆាប់ប្រាប់មកពួកឯងកំពុងនិយាយពីអី គេថាស៊ើគាត់ទៅដណ្ដឹងគេឲ្យខ្ញុំតែមិនពិតទេ អូស៊ឺគាត់ធ្វើចឹងមកហើយឯងសាច់អីគឺមកពីលោក ខ្ញុំប្រាប់ឲ្យថាគ្មានអីទេទៅជាមួយនឹងខ្ញុំទៀតនេះចង់យ៉ាងម៉េចទៀត ខ្ញុំមិនខ្វល់ទេរឿងដែលកើតឡើងមកពីលោកឯងត្រូវតែដោះស្រាយកុំឲ្យហុងស៊ឺគាត់ទៅរកខ្ញុំទៀត មិនអីទេចាំខ្ញុំទៅនិយាយជាមួយស៊ើគាត់ក៏ប៉ុន្តែចរិតរបស់គេរឹងរូសណាស់ថ្ងៃក្រោយគេទៅរកនាងឬមិនទៅរកនាងខ្ញុំមិនហ៊ានធានាទេចាំខ្ញុំជួយរកមធ្យោបាយឲ្យនាងឲ្យគេជួបគ្នាកុំបារម្ភខ្លាំងពេកណាគួរឈួតដូចខ្ញុំឯណាណែអ្នកនាងដល់ល្អរបស់ឯងយ៉ាងម៉េចទៅហើយថ្ងៃនេះខ្ញុំចូលទៅដណ្ដឹងនាងណែឯងចង់ធ្វើស្អីហ្នឹងខ្ញុំដណ្ដឹងនាងឲ្យហ្វាំងស្អីឯងមិនរៀបការខ្លួនឯងទេបែរជាដណ្ដឹងឲ្យហ្វាំងស្អីទៅវិញ ណែកុំនិយាយផ្ដេសផ្ដាសប្រយ័ត្នខ្ញុំមិនគួរសមជាមួយពួកឯងណា មានរឿងអីបានជាមកដល់ភ្លាមខាងភ្លាមយ៉ាងនេះអ្នកដែលគួរតែខាងគឺខ្ញុំឯណេះទេពួកគេយកឈ្មោះរបស់ខ្ញុំចូលដណ្ដឹងនាងធ្វើខូចគេឈ្មោះរបស់ខ្ញុំអាប់អល់កិត្តិយសរបស់ខ្ញុំដឹងទេបានហើយកុំលេងជាមួយគេច្រើនពេកឆាប់និយាយជាមួយស៊ឺគាត់ទៅមើលមុខឯងទៅមើលយ៉ាងម៉េចហើយ លោកហងរឿងកាលពីម្សិលមិញនោះនាងបាននិយាយប្រាប់ខ្ញុំអស់ហើយប្រាប់ខ្ញុំច្បាស់លាស់ទៀតផងតែឯងទៅដណ្ដឹងនាងឲ្យខ្ញុំមែនទេកាន់ទៅស៊ឺសុំទោសខ្ញុំបរាជ័យជាការល្អបើសិនជាមិនបរាជ័យទេខ្ញុំច្បាស់ជាវីវហើយខ្ញុំប្រកាសជាលោកទឹកចាំទៀតសម្រាប់ខ្លួនខ្ញុំបាននិយាយឲ្យថាប្រុសមិនប្រុសស្រីមិនស្រីគឺនៅនាងយានសុទ្ធតែជាការយល់ច្រឡំមិនចាំបាច់ទទួលខុសត្រូវឬមិនទទួលខុសត្រូវទេថ្ងៃក្រោយណារៀបការក៏ដោយគឺស្រេចទៅលើវាសនាកុំតែខ្វល់ច្រើនពេកខ្ញុំឈឺក្បាលប៉ុន្តែណាសប្បាយចិត្តណាស់ទៅអី ខ្ញុំឃើញមិត្តភក្តិចេញពីកណ្ណាប់ដៃបីសាយរឿងអីថាមិនសប្បាយចិត្តនោះនេះហើយគេហៅថាបងប្អូនស្នាប្រុសណាបងហួរឯងឃើញទេគឺល្អណាស់អ្នកដែលត្រូវនិយាយរួចហើយអ្នកដែលមិនសប្បាយចិត្តឥឡូវនេះក្នុងចិត្តគេបានសប្បាយហើយអ្នកដែលដំណើរមិនល្អឥឡូវបានធូរចិត្តហើយពួកឯងនៅឈរធ្វើអីទៀតហ៎មកលេងមកម៉ែណាចាំមកពីមកណែកុំថាខ្ញុំគួរសំជាមួយនាងមកគួយទៅនេះមកគួយទៅបានខ្ញុំទៅគួយខ្ញុំទៅគួយទៅអីយកស្រាមកហូបមក
អ្នកស្រីផានទេតាំងទីនេះជួយទៅដល់ប្រពន្ធឯងទៅអីអ្នកស្រីផាននិយាយច្បាស់ឯងទេចេះលេងក្បាច់ស្វឹងទេចេះដែរសាមើលមើលការពិតយើងពេញចិត្តគេដែរស្ដាយណាស់ដែលគេបញ្យល់ព្រមយ៉ាងម៉េចដែរគួរសមដែរខ្ញុំមិនខ្លាចទេចូលពួកគេកំពុងជាគុណពួកអញមិនទៅមើលពួកគេសំគ្នាទេសំគ្នាដែរអូយមែនសំគ្នាលោកវាយកូនខ្ញុំទៅណែកូនប្រុសម៉ែមានកាយទៀតមកហួរមានកាយកំគួរណាខ្ញុំណាមកហួរម៉ែទៅផ្ទះមុនហើយបើមិនទៅផ្ទះមុនទេពុកឯងច្បាស់ជាសំទៀតហើយម៉ែហើយត្រូវការខ្ញុំជូនណែទេមិនបាច់ទេយ៉ាងគ្នាលេងទៀតធ្វើស្អីហើយបាត់ជើងតូចអើយខ្ញុំចូលចិត្តលេងបាត់ជើងតូចណាខ្ញុំជូនអ្នកតែបាត់ជើងតូចខ្ញុំយាមផ្លូវមិនឲ្យអ្នកណាទៅមើលនាងបើសិនជាគេឃើញប្រកាសជាសយធំហើយដឹងទេយ៉ាងម៉េចស្វឹងហើយខ្ញុំអរគុណហើយខ្ញុំយ៉ងឈុនទៅបានហើយមែនហើយឯងមិនឃើញហ្វាស៊ឺអីទេក្រែអំបញ្ញមិញគេនៅជាមួយនាងអាចចង្រៃហ្វាស៊ឺអីនេះគេថាយាមផ្លូវឲ្យខ្ញុំមិនដឹងជិះទៅដល់ណាទេចរិតរបស់ហ្វាស៊ឺអីគឺយ៉ាងម៉េចនោះនាងដឹងច្បាស់ហើយមែនហើយលុយយិនវាងវាយលោកត្រូវរបួសនៃឈឺទេខ្ញុំជាហើយជាការល្អហើយការពិតថ្មីដៃឯងក្រាន់បើដែរថ្ងៃក្រោយបើខំហាត់តទៅទៀតច្បាស់ជារីចម្រើនទៅមុខមិនចាំបាច់ខ្លាចលុយយិនវាងទៀតទេអរគុណដែលនាងយកចិត្តទុកដាក់ចំពោះខ្ញុំក៏ប៉ុន្តែមនុស្សដូចខ្ញុំនេះជាមនុស្សចំសៀតណាគ្មានបានការទេណែកូនប្រដាមទ្រង់5ហាត់កំពល់ពាកដូច្នេះត្រូវមានចិត្តទលំទលាយសន្យាជាមួយខ្ញុំឯងត្រូវខំប្រឹងប្រែងដើម្បីអនាគតណាយល់ព្រមទេអញ្ចឹងទៅឲ្យឆ្លាតណាយ៉ងឈុនគេទៅបាត់ហើយតាអើយប្រុសមិនប្រុសស្រីមិនស្រីឲ្យខ្ញុំយាមផ្លូវគេបានជើងទៅវិញម្នាក់ឯងឲ្យប្រាប់ខ្ញុំអាម៉ាត់ស៊ីខ្ញុំមានរឿងមួយសួរឯមិនមកទៅណែកំពុងគិតអីហ្នឹងសម្លឹងមើលអីគ្មានទេយ៉ាងម៉េចខាងខ្ញុំវាយលោកមិនមែនទេខ្ញុំមិនទោសខ្លួនឯងដោយចូលចិត្តជឿចារឿងគេគ្មានតាក់ទងជាមួយនាងទេអ្នកមិនដឹងគឺគ្មានទោសទេខ្ញុំបានប្រាប់លោករួយហើយតើកុំយករឿងចឹងមកនិយាយទៀតខ្ញុំផឹកមុននេះលោកផឹកទៅឲ្យវាឆាប់ឡើងសើអ៊ីបើសិនជានារីម្នាក់យកចិត្តទុកដាក់ចំពោះប្រុសម្នាក់តើដំណើរស្អីត្រូវតែមើលនារីនោះត្រូវជាស្អីនឹងបរិនោះបើសិនជានារីនោះជាម្ដាយបរិនោះជារឿងធម្មតាបើសិនជានារីនោះជាប្រពន្ធបរិនោះក៏ជារឿងធម្មតាដែរបើសិនជានារីនោះជាម្ដាយមីងបរិនោះក៏ជារឿងធម្មតាដែរបើសិនជានារីនោះជាម្ដាយបងប្រុសនោះក៏ជារឿងធម្មតាដែរក៏ប៉ុន្តែនារីនោះមិនមែនជាប្រពន្ធបរិនោះមិនមែនជាបងប្អូននឹងគ្នាហើយកាន់តែមិនត្រូវជាបងប្អូនឬសាច់ញាតិបើមិនអញ្ចឹងមិនមែនជារឿងធម្មតាទេស៊ីប្រហែលជាមិនស្រួលទៀតដល់ក៏ប៉ុន្តែនារីនោះគ្មានត្រូវជាអ្វីទាំងអស់បើបងប្អូនវិញជាការល្អណាស់ពិតជាការល្អមែននាងយានខ្ញុំជាមនុស្សល្ងងខ្ញុំមិនសូវចេះនិយាយទេកាលពីថ្ងៃមុននាងបានយកឆាត់យកមកឲ្យខ្ញុំហើយតាំងពីពេលនោះមកខ្ញុំគឺណែខ្ញុំចង់និយាយថាបើសិនជាពួកយើងអាចធ្វើជាមិត្តភក្តិនឹងគ្នាបានតាមមើលអាចណែនាងយាន
冇啊，仲話唔冇？點解要教訓我嘅仔啊？錯啊，對，你點知啊？很好啊，方夫人，即係呢樣嘢我都唔敢肯定。不過咧，講有人咧，你哋嗰句係咪？就係講。果然係雷人王，做出啲陰質事來嘅係雷人王啊！我方世玉冤有頭債有主，呢筆債我自不然會算到梅人王。梅人王，一齊玩啊！好啊！先習班啊！夫人啊！頂學。哇！